ទីបំផុតបានតលេងសាលាបងប្អូនអើយបែកសាលា7-8ឆ្នាំអីនេះឥឡូវបានទៅហើយសាលារបស់ខ្ញុំនៅថៃគូបងប្អូនជីឡង3-4ម៉ោងហ្មងពីផ្ទះខ្ញុំនៅរងថ្ងៃហ្នឹងនិយាយទៅឲ្យតែខ្ញុំបានទៅលេងថៃគូទៅលេងសាលាខ្ញុំម្ដងអារម្មណ៍វាមានអារម្មណ៍ថាដូចយើងបានទៅលេងស្រុកកំណើតអញ្ចឹងព្រោះខ្ញុំនៅនឹងច្រើនឆ្នាំឡើងអារម្មណ៍ខ្ញុំនៅនឹងវាសឹងតែដូចនៅស្រុកខ្មែរអញ្ចឹងបងប្អូនហ្នឹងហើយបន្ទាប់ពីយើងជិះអស់រយៈពេល3-4ម៉ោងមកចាទីបំផុតយើងមកដល់ហើយអានេះគឺជាផ្លូវឡើងទៅលើផ្ទះខ្ញុំតែម្ដងបងប្អូនអានេះខ្ញុំថតពេលថ្ងៃណាបើសិនជាបងប្អូនឃើញពេលយប់អត់ដឹងថាព្រឹបប៉ុណ្ណានិយាយទៅពេលខ្ញុំឃើញផ្ទះខ្ញុំនឹងហើយគឺអារម្មណ៍ខ្ញុំវាដិតដាមកព្រោះវាមានទាំងភាពសប្បាយរីករាយជូរចត់នៅក្នុងនឹងច្រើនខ្លាំងមែនតើហូបចឹងយើងទៅមើលសបកផ្ទះមកដល់ផ្ទះតែមកមើលសាលាម្ដងសាលារបស់ខ្ញុំនឹងអត់បានតែអាខ្លោងទ្វារខាងមុខទៀតបានដើរត្រឹមតែអាកន្លែងគៀនសាលាបន្តិចណានិយាយទៅពេលវេលាវាដូចថាខ្លីខ្លាំងព្រោះវាដើរលឿនហ្មងបងប្អូនដល់ពេលអញ្ចឹងហៅមិត្តភ័ក្តិមកជួបគ្នាបានមកផ្លែតហ្នឹងល្ងាចបាត់ខ្ញុំចេញពីសាលារបស់ខ្ញុំមកហ្នឹងប្រហែលជា2ឆ្នាំហើយបងប្អូនអញ្ចឹងរយៈពេល2ឆ្នាំហ្នឹងឃើញថាមានអីប្រែប្រួលខ្លាំងមែនតើហាងក៏ដូរច្រើនដែរហើយបងប្រុសអាវលឿនហ្នឹងដៃគូដៃកង់ខ្ញុំបងប្អូនទីអត់ដឹងបានមកដល់តំបន់យើងអត់ផ្លេចទេវាជាគុណចាស់បងប្អូនខ្ញុំចូលចិត្តច្រៀងការ៉ាអូខេខ្លាំងមែនតើហ្មងកាលខ្ញុំនៅរៀនមួយអាទិត្យខ្ញុំមកច្រៀងម្ដងវីដេអូខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូនកុំឲ្យវែងពេកចាំកាត់វីដេអូខូចពេលតែញ៉ាំអីម្ដងបងប្អូនទៅចិត្តវីដេអូរបស់ខ្ញុំមកកុំភ្លេចជួយ follow ខ្ញុំម្នាក់មួយផងអរគុណច្រើនបងប្អូនដើម្បីឲ្យខ្ញុំមានអារម្មណ៍កាត់វីដេអូក្រោយៗទៀត